គឺថានឹងគ្រូសាមរើសស្រូវដោយសារតែស្រូវរបស់យើងនឹងគឺវាល្អខ្លាំងពេកទៅក្រែងវាអត់ផ្លែកាលណាតែស្រូវវាល្អពេកគឺវាអត់ផ្លែទេនៅខាងតំបន់ខ្ញុំគឺវាអាចនឹងភ្លុកឬក៏វាក្រាណាហើយស្រូវនេះអត់មានបានដាក់ជីដាក់អីទេគឺស្រូវយើងព្រោះធម្មជាតិតែម្ដងគឺយើងបាញ់តែថ្នាំស្មៅរួចគឺស្រូវយើងវាល្អខ្លាំងពេកឡើងចង់ស្មើដើមទ្រូងទៅស្រូវយើងនេះក៏អត់ទាន់ផើមទេគឺយើងរើសដើម្បីឲ្យវាដួលហើយវាមានផ្លែច្រើនណានៅខាងស្រុកខ្ញុំណាបើសិនជាស្រូវវាល្អខ្លាំងពេកចង់និយាយថាស្រូវវាលេងដើមខ្លាំងពេកគឺដឹងតែរើសហើយព្រោះស្រូវនេះវាអត់ទាន់ផើមទេគឺយើងអាចរើសបានតែថាស្រូវវាផើមហើយឬរោដើមហើយគឺអាចរើសបានទេគឺវាខូចស្រូវតែស្រូវនេះគឺវាលេងដើមខ្លាំងពេកហើយគឺវាល្អជ្រុលតំណងគឺចាប់ផ្ដើមនាំគ្នារើសបើថាដាក់ជីអីមិនបាច់យាយទេស្រុកនេះគឺលេងបានស្រូវហូបតំណងអានេះគឺស្រូវបានដាក់ជីដាក់អុយទេគឺធម្មជាតិសត្វតំណយយើងយកតែថ្នាំស្មៅមកបាញ់ស្មៅវាឲ្យវាអស់ស្មៅជីបស្មៅអុយរួចគឺរួចជាការ